របៀបបង្កើតមុខទំនិញជាមួយ lot and serial number នៅក្នុងប្រព័ន្ធ Maxu ដើម្បីប្រើប្រាស់ lot and serial number បានទី1សូមធ្វើការបើកមុខងារ lot and serial number ជាមុនសិនដោយចូលទៅកាន់ setting បន្ទាប់មក search ពាក្យ lot បន្ទាប់មកចុច tick លើមុខងារនោះមួយទៀតគឺ expiration date អ្នកត្រូវ tick លើមុខងារនេះដូចគ្នាដើម្បីកំណត់ថ្ងៃផុតសុពលភាពរួចចុច save បន្ទាប់មកនៅពេលអ្នកចុចមកកាន់មុខទំនិញណាមួយរួចចុចត្រង់ inventory នោះអ្នកនឹងឃើញមុខងារ traceability ទៅតាមប្រភេទផ្សេងៗគ្នាចំពោះ tracking by lots ប្រើសម្រាប់កំណត់លេខសម្គាល់មួយសម្រាប់ទំនិញជាក្រុមឬជាបាច់ដែលត្រូវបានផលិតឬទទួលចូលក្នុងពេលតែមួយឧទាហរណ៍ក្រុមហ៊ុនទិញថ្នាំពេទ្យ 1000 ប្រអប់ដែលផលិតនៅថ្ងៃតែមួយដូច្នេះទំនិញទាំង 1000 ប្រអប់នេះគឺប្រើ lot number តែមួយជាទូទៅវាត្រូវបានប្រើសម្រាប់ថ្នាំពេទ្យអាហារភេសជ្ជៈគ្រឿងសម្អាងឬសារធាតុគីមីផ្សេងៗចំពោះ tracking by serial number ប្រើសម្រាប់កំណត់លេខសម្គាល់តែមួយគត់សម្រាប់ទំនិញមួយឯកតាមានន័យថាទំនិញនីមួយៗមាន serial number ផ្ទាល់ខ្លួនមិនអាចដូចគ្នាបានទេឧទាហរណ៍ក្រុមហ៊ុនលក់ laptop 5 គ្រឿងដូច្នេះរាល់ laptop នីមួយៗគឺមាន serial number ខុសគ្នាឥឡូវនេះសូមមើលពីរបៀបកំណត់ lot និង serial ទៅតាមមុខទំនិញឬផលិតផលដូចតទៅទី1សូមចូលទៅកាន់ product បន្ទាប់មកចុចលើ lot and serial number ប្រសិនបើអ្នកធ្លាប់បង្កើតពីមុនមកវានឹងបង្ហាញទាំងអស់នៅទីនេះដើម្បីបង្កើតថ្មីសូមចុចពាក្យ create បន្ទាប់មកវាបញ្ចូលលេខ lot ឬលេខ serial របស់ផលិតផលរួចជ្រើសរើសផលិតផលនោះជាទូទៅត្រង់នេះវាបង្ហាញតែទំនិញឬផលិតផលដែលបានកំណត់ lot ឬ unique serial number ប៉ុណ្ណោះដើម្បីកំណត់ឲ្យវាបង្ហាញទីនេះបានទី1សូមចូលទៅកាន់ product រួចចូលទៅកាន់ទំនិញណាមួយដែលអ្នកចង់កំណត់បន្ទាប់មកចុច edit រួចចុចលើ inventory ត្រង់នេះអ្នកត្រូវជ្រើសថាតើអ្នកចង់ track by lot ឬ by unique serial number ឧទាហរណ៍ខ្ញុំសូមជ្រើសយក by lot បន្ទាប់មកសូមចុច save ដើម្បី update នៅពេលអ្នកត្រឡប់មកកាន់ lot and serial វិញនោះអ្នកនឹងឃើញទំនិញឬផលិតផលដែលអ្នកបានកំណត់នោះចំពោះ internal reference ជាលេខ reference ខាងក្នុងក្រុមហ៊ុនជាទូទៅមិនចាំបាច់បញ្ចូលក៏បានបន្ទាប់មកសូមមើលមកផ្នែកសម្រាប់កំណត់សុពលភាពចំពោះ best before date សូមបញ្ចូលថ្ងៃផុតកំណត់គុណភាពរបស់ទំនិញឬផលិតផលនេះចំពោះ end of life date សូមកំណត់ថ្ងៃដែលទំនិញឬផលិតផលនេះលែងអាចប្រើប្រាស់បានតទៅទៀតចំពោះ removal date ជាថ្ងៃត្រូវដកចេញពី stock ចំពោះ alert date វិញជាថ្ងៃដែលប្រព័ន្ធ alert មុនថ្ងៃផុតកំណត់បន្ទាប់មកអ្នកអាចចុច save បានដូច្នេះនៅពេលអ្នកធ្វើការ adjust stock ចូលឬចេញវានឹងបង្ហាញ field ឲ្យអ្នកជ្រើសរើសលេខ lot ឬលេខ serialមួយវិញទៀតនៅពេលអ្នក transfer ទំនិញចូលឬចេញគឺវានឹងតម្រូវឲ្យអ្នក select លេខ lot ឬលេខ serial ដូចដែលបានបង្ហាញ